សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយថ្ងៃនេះ admin មានវីដេអូរឿងកង្កែបយកមកចែករំលែកបងប្អូនទាំងអស់គ្នាអញ្ចឹងទៅទស្សនាទាំងអស់គ្នាណាកាលពីព្រេងនេះគឺមានកង្កែបញីនិងកង្កែបឈ្មោលមួយគូបានសាសងគ្នានៅម្ខាងមាត់ស្រះម្នាក់ពួកគេបានអង្គុយឲ្យកន្ទុយភ្នែកគ្នាទៅវិញទៅមកគឺបង្ហាញថាពួកគេពេញចិត្តគ្នាទៅវិញទៅមកភ្លាមនោះក៏មានកង្កែបខ្លាឃ្លោកមួយក៏បានចេញមកគេក៏បានធ្វើជាសញ្ញាពេញចិត្តដល់កង្កែបញីរបស់យើងហើយបន្ទាប់មកកង្កែបក្រាំងដែលនៅម្ខាងត្រើយមួយទៀតក៏បានហក់មកក្បែរគ្នាហើយពួកគេក៏បានឆ្លោះគ្នាហើយនឹងវាយគ្នាតែម្ដងដោយកង្កែបញីរបស់យើងគឺជាអ្នកឈររំនៅចំកណ្ដាលអញ្ចឹងពួកគេគឺសិតតែជាអ្នកខ្លាំងពូកែពួកគេបានវាយគ្នាដូចក្នុងរឿង Hollywood អញ្ចឹងកង្កែបទាំងពីរនេះគឺសិតតែជាអ្នកកូននិយមបងប្អូនពេលអញ្ចឹងទៅគឺអត់មានអ្នកណាវាយចាញ់អ្នកណាទេគឺសិតតែត្រូវរបួសរៀងខ្លួនប៉ុន្តែភ្លាមនោះកង្កែបញីយើងឃើញសភាពដូចជាមិនធម្មតាខ្លាចមានបញ្ហាកង្កែបញីក៏បានបង្វិលដានឲ្យពួកគេមករំវិញកង្កែបញីបានដាក់លក្ខខណ្ឌថាបើសិនជាអ្នកណារំឈ្នះនាងនឹងជ្រើសយកអ្នកនោះហើយកង្កែបឈ្មោលទាំងពីរក៏បានពេញចិត្តនៅលក្ខខណ្ឌរបស់នាងក៏បានមើលនាងរំហើយក៏រៀនរំតាមប៉ុន្តែគឺពួកគេមិនអាចរំបានដូចនាងទេដោយសារថានាងគឺជំនាញខាងរំហើយរំសិតតារបាំឥណ្ឌាទៀតអញ្ចឹងកង្កែបទាំងពីរគឺអ្នកកុននិយមមិនអាចរំតាមក្បាច់ឥណ្ឌារបស់នាងបានឡើយពួកគេទាំង3គឺនៅតែបន្តរំបែបនេះរហូតទៅជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ